នេះតើនេះកំពុងតែរងចាំកម្មវិធីពិព័រណ៍អាហារមែនទេការរងចាំលេងមានតទៅទៀតអីព្រោះថ្ងៃហ្នឹងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកកម្មវិធី Food Festa Food Festival ញ៉ាំ Festa Food Festival ជាកម្មវិធីពិព័រណ៍ម្ហូបអាហារដែលប្រមូលទៅដល់ស្តង់ម្ហូបចម្រុះបែបមិនថាបែបខ្មែរចិនឬកូរ៉េនៅទីនេះគឺមានទាំងអស់អ្វីដែលសំខាន់ណាស់នៅញ៉ាំ Festa គឺមិនមែនមានតែម្ហូបនោះទេតែក៏មានស្តង់លក់គ្រឿងតុបតែងខ្លួននិងវត្ថុអនុស្សាវរីយ៍ស្អាតៗជាច្រើនតែមុននឹងយើងទៅមើលគ្រឿង accessory ខ្ញុំចង់នាំអ្នកទាំងអស់គ្នាមកសាកភ្លក់ម្ហូបអាហារជាមួយខ្ញុំជាមុនសិនព្រោះនៅទីនេះសម្បូរម្ហូបទំនងច្រើនហើយបើនិយាយពីតម្លៃវិញក៏សមរម្យដែរម្ហូបឆ្ងាញ់អ្នកលក់រស់រាយហើយបរិយាកាសល្អអញ្ចឹងមិនងាយរកបានទេអ្នកទាំងអស់គ្នាសំខាន់គឺមាន live band ទៀតអញ្ចឹងអ្នកទាំងអស់គ្នាអាចទិញបដាដើរញ៉ាំបដាក៏បានឬក៏យកមកញ៉ាំនៅមាត់ទន្លេអង្គុយសាក់ភ្លេងដូចខ្ញុំចេះក៏បានដែរឥឡូវនេះខ្ញុំញ៉ាំឆ្អែតដែរហើយអញ្ចឹងយើងនាំគ្នាដើរទៅរកទិញគ្រឿង accessory និងវត្ថុអនុស្សាវរីយ៍ទាំងអស់គ្នាខ្ញុំសូមសរសើរបងអាជីវករចេញពីចិត្តហ្មងប៉ាត់ប៉ាកែរបស់ស្អាតៗមកលក់មែនទែនមិនថាស្រែកអញ្ជៀនកាបូបគឺសុទ្ធតែស្អាតត្រូវចិត្តយុវវ័យយើងតែម្ដងកម្មវិធីញ៉ាំ Festa Food Festival គឺនៅមិនទាន់ចប់ទេដោយនៅសប្តាហ៍ទី3ហ្នឹងគឺនៅថ្ងៃទី21និង22កម្មវិធីនឹងធ្វើឡើងនៅ Orchidea The Botanic City ខាងជ្រោយចង្វាអញ្ចឹងនៅចាំអីទៀតទំនេរចុងសប្តាហ៍បបួលដៃគូដៃកង់មកដល់ភ្លក់ម្ហូបនៅញ៉ាំ Festa ទាំងអស់គ្នា